សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមេរៀនទី2បន្តទៀតហើយអូខេតោះមកខាត់ទៅយូរអានមកតោះ Unit 2 add add egg egg app app ចឹងថ្ងៃនេះគឺខ្ញុំលើកយកសំឡេង A បូកនឹង D ចឹងបង្កើតបានសំឡេង add តោះអានអរគ្នាមក short add short add ចឹង A គឺសំឡេងវា a B សំឡេងវា d add short add ឧទាហរណ៍ the add dad her add had but add bad s add sad អូខេអានអរគ្នាទៀតមកបងប្អូនអានសារទៀតបន្តdad លោកប៉ា had មាន bad មិនល្អ sad ពិបាកចិត្តអូខេអញ្ចឹងបងប្អូនអាចអានសារចុះសារឡើងសារវីដេអូមើលចឹងអាចចាំពាក្យទាំងអស់នេះតោះអញ្ចឹងយើងរៀនពាក្យហើយឥឡូវយើងមើល phonics reading វិញម្ដងខ្ញុំមាន2ល្បះដើម្បីឲ្យយើងចេះអានងាយស្រួលអានមែនតើយកពាក្យខាងលើមកអាននេះតោះ phonics reading ការអាននឹងបញ្ចេញសំឡេង My dad had a headache. Yeah, my dad had a headache. Lebah tipi. He feels bad and sad. He feels bad and sad. Okay, ចាអានហើយឥឡូវខ្ញុំបកប្រែឲ្យម្ដងអូខេតោះ My dad អូខេ my dad ប្រែថាប៉ារបស់ខ្ញុំ My dad ប៉ារបស់ខ្ញុំ had a headache នេះអាន had ដូចគ្នា had ក្បាលដល់ had h មួយទៀតគឺឈឺ h នេះគឺឈឺ h ឈឺ had ក្បាលអញ្ចឹង headache ឈឺក្បាលអញ្ចឹងអានជាប់គ្នាមក headache yeah My dad had a headache My dad had a headache លោកប៉ារបស់ខ្ញុំឈឺក្បាលលោកប៉ារបស់ខ្ញុំឈឺក្បាលតបមក he feels គាត់មានអារម្មណ៍ bad and sad he feels bad and sad គាត់មានអារម្មណ៍មិនល្អ bad មិនល្អអូខេ and sad ហើយពិបាកចិត្តអូខេតោះអានសារទីមក he feels bad and sad គាត់មានអារម្មណ៍មិនល្អហើយពិបាកចិត្តភាសាអីដោយសារតែគាត់ឈឺក្បាលតោះ My dad had a headache he feels bad and sad អូខេអស់ហើយអញ្ចឹងវីដេអូក្រោយយើងនឹងសិក្សាពីសំឡេង A G វិញម្ដងបាទអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី2នៃមេរៀនទី2ដែលបន្តពីវីដេអូមុនបាទអូខេតោះឥឡូវយើងអានអស់គ្នា Unit 2 add egg app ចឹងថ្ងៃនេះយើងនឹងសិក្សាពី AG អូខេ short A បូកជាមួយនឹង G ចឹងសំឡេងវា F G គឺយើងស្មើថាហើយយើងអានស្របមកថា egg short egg egg អូខេ egg but អូខេ B គឺ but egg bag L សំឡេងវា L egg leg R សំឡេងវា R egg rag T សំឡេងវា T egg tag អូខេតោះឥឡូវយើងអានអស់គ្នាមក bag កាតាប leg ជាប់គាំងឬក៏យឺតដូចយើងធ្វើអីមួយយើងដើរអីមានអារម្មណ៍ថាយឺតជាងគេអាហ្នឹងក៏គេហៅ leg ដែរឬក៏លេងទូរស័ព្ទអ៊ីនធឺណិតលេងវាដើរ slow អាហ្នឹងក៏ហៅថា leg ដែរគេហៅ internet leg
Tiếp rag rag rồi nặng chuột đầy và cái nát từ cái tuột chuột đầy giờ nên nắng cái hào thá rag tag tag đinh bị còi u thọ mình lên đinh chạp kia bị còi ấy nó cứ chỉ là bạn mình lấy cứ cái hào tag ok tao lâu dự án học nhé xa tiếp short egg bag leg rag tag ok chọc hỏi tao là dương cho phonics reading dưỡng cứ miền pi là bà ok tao là dương and nó I clean my bag with a rag I clean my bag with a rag bài tí bí I play tag at school I play tag at school ok tao là dương and hai lần bỏ prai mà tao I clean ខ្ញុំសម្អាត yeah I clean ខ្ញុំសម្អាត my bag កត្តារបស់ខ្ញុំ with a rag ជាមួយនឹងក្រណាត់ជូតដៃ yeah ឬក៏ជាមួយនឹងក្រណាត់ yeah ក្រណាត់ហ្នឹងក៏បានដែរតោះ I clean my bag with a rag I clean my bag with a rag ខ្ញុំសម្អាតកត្តារបស់ខ្ញុំជាមួយនឹងក្រណាត់ក្រណាត់ដែលប្រែថាក្រណាត់ជូតដៃណាយើងនិយាយថាក្រណាត់មកមិនបាច់ខ្ញុំសម្អាតកត្តារបស់ខ្ញុំជាមួយនឹងក្រណាត់ជូតដៃទេបាទដាក់តែក្រណាត់មកបានហើយអូខេតទៅទៀត I play ខ្ញុំលេង play លេងអូខេ I play play tag នេះពាក្យវាជាប់ជាមួយគ្នាមកឲ្យតែមាន play គឺមាន tag គឺយើងចង់ប្រែលេងដេញចាប់គឺយើងនឹងនិយាយថា play tag មក I play tag yeah I play tag មានន័យថាខ្ញុំលេងដេញចាប់អូខេដេញពីក្រោយមានដេញចាប់បានគឺជាហ្គេមមួយដែលក្មេងៗចូលចិត្តលេងសប្បាយមែនទែនអូខេ I play tag ខ្ញុំលេងដេញចាប់ at school មានន័យថានៅសាលារៀនអូខេតោះសារទៀតតោះ I play tag at school ខ្ញុំលេងដេញចាប់នៅឯសាលារៀនអូខេអញ្ចឹងយើងប៉ុណ្ណឹងវីដេអូក្រោយយើងនឹងសិក្សាពីសំឡេង A បូក P បាទសួស្តីអ្នកនរគ្នានេះគឺជាវីដេអូទី3នៃមេរៀនទី2យើងអានអរគ្នាមកចឹង Unit 2 add egg app អូខេចឹងថ្ងៃនេះយើងរៀនពី short app សំឡេងស្រៈ A បូកជាមួយអក្សរ P គឺចេញ appអូខេខាងមុខអក្សរយើងគឺអក្សរ C សំឡេងវាខ app cap អក្សរ M សំឡេងវា m app map អក្សរ N សំឡេងវា n app nap អក្សរ T សំឡេងវា t app tab ឥឡូវយើងអានអរគ្នាមកចឹង capមួក map panty nap គេងថ្ងៃបើយើងគេងទូទៅគេងយប់គេងអីគេហៅ sleep តែពាក្យ nap នេះសម្រាប់ប្រើសម្រាប់គេងថ្ងៃគេងមួយផ្លែតអញ្ចឹងបងប្អូន1ម៉ោងឬក៏2ម៉ោងអញ្ចឹងតោះទៀត tab rumbine អូខេ rumbine នេះប្រដាប់បិទបើកទឹកណាគេហៅថា tab rumbine អូខេឥឡូវយើងមើល phonics reading យើងម្ដង phonics reading យើងថ្ងៃនេះគឺខ្ញុំដាក់3ល្បះដោយសារយើងរៀនបានច្រើនហើយអញ្ចឹងយើងរៀន n ម្ដង3ល្បះយកម្ដងដើម្បីយើងចាប់ចេះ n បានចេះពាក្យបានច្រើនអូខេតោះឥឡូវយើងអានអរគ្នាមក I see a cap on the map I see a cap on the map បាទទី2 I take a nap every day I take a nap every day អូខេល្បះទី3 that is my tabអូខេអញ្ចឹងខ្ញុំបកប្រែឲ្យមួយតោះ I see ខ្ញុំឃើញ a cap មួកមួយ on the map នៅលើផែនទី I see a cap on the map
ខ្ញុំឃើញផែនទីខ្ញុំឃើញមុខមួយនៅលើផែនទីអូខេរបស់ទី2 I take a nap អូខេពាក្យនេះគឺភ្ជាប់គ្នាយកមក clear គេហៅ clear ភ្ជាប់គ្នាមក I take a nap តែថាខ្ញុំគេងថ្ងៃគឺខ្ញុំគេងមួយស្របក់ចាស់ពីច្រើនណាស់គេងមកស្របក់សិនហ្នឹងហើយគឺ take a nap អង់គ្លេសគេហៅថា take a nap I take a nap ខ្ញុំគេងលក់មួយស្របក់ every day ជារៀងរាល់ថ្ងៃ I take a nap every day ខ្ញុំគេងលក់មួយស្របក់ជារៀងរាល់ថ្ងៃ That is my tab អានេះ That is my tab That is មានន័យថាយើងចង្អុលប្រាប់គេអីមួយដែលចង់ប្រាប់គេចង្អុលបង្ហាញប្រាប់គេអញ្ចឹងនោះគឺជាបាទនោះគឺជារំវិន័យរបស់ខ្ញុំអាហ្នឹងគឺយើងប្រើសម្រាប់ចង្អុលបង្ហាញអ្វីមួយទៅកាន់អ្នកដែលយើងបង្ហាញអញ្ចឹងបងប្អូនតោះ That is my tab នោះគឺជារំវិន័យរបស់ខ្ញុំអូខេវីដេអូមេរៀនទី3យើងគឺវីដេអូមេរៀនទី2នៃវីដេអូច្រឡំវីដេអូទី3របស់យើងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណសួស្តីបងប្អូនទាំងអស់គ្នាមេរៀនទី2ផងយើងគឺបានបញ្ចប់ហើយក្រោយពីចប់មេរៀនទី2គឺយើងសិក្សារឿងខ្លីមួយមុននឹងយើងចូលមេរៀនទី3អូខេនេះគឺជា story អូខេ story អូខេចំណងជើង story គឺថា my sad dad មានន័យថាលោកតាក្រៀមក្រំរបស់ខ្ញុំតោះឥឡូវដំបូងគឺយើងអានសាច់រឿងសិនមកគឺអានតាមខ្ញុំទាំងអស់គ្នា I had no school today I had no school today so I can play tag with my friends then we wash our hands and use the tap then we wash our hands and use the tap my dad is sad because he can't take a nap my dad is sad because he can't take a nap អូខេអញ្ចឹងបងប្អូនអាចរៀនអានវាដោយខ្លួនឯងមកស្ដាប់ខ្ញុំបានហើយអានហើយតើបងប្អូនយល់បានប្រមាណភាគរយភាសាពាក្យមួយចំនួននេះគឺយើងបានរៀនហើយទៅតែមួយចំនួនទេដែលអត់បានមាននៅក្នុងវីដេអូមុនតោះឥឡូវយើងមុននឹងបកប្រែក្នុងអត្ថបទនេះគឺខ្ញុំចង់បញ្យល់ទៅដល់ sight word របស់គ្នានៅក្នុងមេរៀនហ្នឹងតោះឥឡូវយើងមើល sight word ទាំងអស់គ្នា sight words ងាយស្រួលចាំស្រួលចំណាំអូខេ school សាលារៀន friends មិត្តភក្តិ then បន្ទាប់មកទៀត wash លាង juice ប្រើប្រាស់ because ពីព្រោះអូខេចឹងបងប្អូនព្យាយាមស្ដាប់ខ្ញុំអានសារចោះសារឡើងដោយសារវីដេអូចឡើងទៅចេះអានឲ្យពីអស់នេះរៀងពិបាកបន្តិចបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមមកដល់ឥឡូវគឺមានគ្រឹះគ្រប់គ្រាន់សម្រាប់ក្នុងការរៀនហើយអត្ថបទហ្នឹងគឺសាច់រឿងខ្លីៗហ្នឹងគឺ C point តែម្ដងអូខេតោះឥឡូវពីអស់នេះយើងបានយល់ហើយតើឥឡូវខ្ញុំអានភាសាទៀតគឺខ្ញុំបកប្រែសាច់រឿងហ្នឹងឲ្យបងប្អូនអរតោះឥឡូវយើងបកប្រែ I had no school todayមានន័យថាកន្លែង had no នេះ had no school នេះគឺជា clear ផងវាភ្ជាប់គ្នាហ្មង I had no school នេះបានន័យថាខ្ញុំមិនរៀនទេនៅថ្ងៃនេះមានន័យថាអត់មានត្រូវទៅសាលាអត់មានអីទៅសាលាអញ្ចឹងបានន័យថាអត់រៀនតែអត់ទៅសាលាគឺអត់រៀនអញ្ចឹងបានន័យថាខ្ញុំអត់រៀននៅសាលាទេនៅថ្ងៃនេះ so នេះយើងបកថាដូច្នេះ I can ខ្ញុំអាច play tag គឺជាពាក្យវាភ្ជាប់គ្នាបានន័យថាលេខដេញចាប់ដែលក្នុងវីដេអូមុនគឺបានរៀនហើយ with
ជាមួយ my friends មិត្តភ័ក្តិរបស់ខ្ញុំ so I can play tag with my friends ដូច្នេះខ្ញុំអាចលេងដេញចាប់ជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំ then បន្ទាប់មក បន្ទាប់មកទៀត we wash ពួកយើងលាង wash លាងពួកយើងលាង our hands លាងដៃរបស់ពួកយើងដោយសារតែលេងដេញចាប់អាចប្រឡាក់អាចអីចឹងទៅខ្ញុំក៏លាងដៃទៅ and ហើយនឹង use the tape oh sorry tap មិនមែន tape ទេ and use the tap okay then we wash our hands and use the tap បន្ទាប់មកពួកយើងលាងដៃរបស់ពួកយើងហើយប្រើប្រាស់រ៉ូម៉ាណេតែគាត់អត់ដងផ្ទាល់ដងអីលាងទេគឺគាត់សម្បាច់រ៉ូម៉ាណេបើករ៉ូម៉ាណេលាងដៃយកមក My dad is sad លោកប៉ារបស់ខ្ញុំគឺអត់សប្បាយចិត្តឬក៏ពិបាកចិត្តមិនជាពិបាកចិត្តទេខ្លាំងណាស់ណាគាត់ល្មមចឹង because ពីព្រោះ he can't he can't take a nap because he can't take a nap okay can ទៅសេអញ្ចេះគឺប្រែថាមិនអាចបើ can ទៅសេអញ្ចេះប្រែថាអាចអានដូចគ្នាគ្រាន់តែ can នេះមានថ can't នេះអាចនេះមិនអាច he can take a nap ដោយពីព្រោះគាត់មិនអាចគេងថ្ងៃបានទេដោយសារខ្លងក្មេងលេងដេញចាប់ហើយនឹងលេងទឹកលាងដៃលាងអីញ៉ៃអញ្ចឹងគាត់ពិបាកចិត្តមែនតើហ្នឹងគឺដោយសារតែអត់បានគេងថ្ងៃដូច្នេះហើយបានខ្ញុំដាក់ចំណងជើងថា my sad dad លោកប៉ាក្រៀមក្រំរបស់ខ្ញុំតែសាច់រឿងគឺមានប៉ុណ្ណឹងអញ្ចឹងបងប្អូនសារវីដេអូចុះឡើងទៅហើយអានទៅចេះហើយខ្ញុំព្យាយាមរៀនអានទៅគឺអត្ថបទយើងច្រើនម្ដងតិចម្ដងទៀតពីយូរទៅចេះអានភាសាការរៀនភាសាអង់គ្លេសនៅពេលដែលបងប្អូនចេះអានហើយហ្នឹងហើយគឺជាគន្លឹះនៃការរៀនបានលឿនភាសាអង់គ្លេសរៀនលឿនហើយតាមកាលណាយើងមានមូលដ្ឋានគ្រឹះក្នុងការអានហើយអានបានត្រឹមត្រូវអូខេវីដេអូនេះគឺមានប៉ុណ្ណឹង